Good morning, Chairman McCormick. អរុនសុស្ដីលោកប្រធាន McCormick លោកស្រី Rosen សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការនិងសមាជិកកិត្តិយសទាំងអស់ខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមនៅទីនេះនៅក្នុងថ្ងៃនេះខ្ញុំសូមអរគុណចំពោះទំនុកចិត្តរបស់លោកប្រធានាធិបតី Trump និងលោករដ្ឋមន្ត្រីការបរទេស Rubio ដែលបានតែងតាំងខ្ញុំឲ្យបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពរឹងមាំជាងកាលពីប្រមាណឆ្នាំមុនហើយសន្ទុះនៃទំនាក់ទំនងនេះគឺពិតជាកំពុងរីកចម្រើនការដឹកនាំរបស់លោកប្រធានាធិបតី Trump ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃបានបើកទំព័រថ្មីមួយជាមួយលោកហ៊ុនម៉ាណែតនិងរដ្ឋាភិបាលរបស់លោកនេះគឺជាឱកាសមួយដែលរដ្ឋបាលលោក Trump កំពុងបន្តកសាងបន្ថែមទោះជាយ៉ាងណាខ្ញុំមិនអាចមើលរំលងពីបញ្ហាប្រឈមដែលនៅមាននោះទេវឌ្ឍនភាពបន្តទៅមុខនៃទំនាក់ទំនងទ្វេភាគីអាស្រ័យលើការដែលកម្ពុជាចាត់វិធានការជាក់ស្ដែងលើបញ្ហាមួយចំនួនអាទិភាពចម្បងរបស់ខ្ញុំគឺការបង្ក្រាបការឆបោកតាមអនឡាញនិងបណ្ដាញឧក្រិដ្ឋកម្មដែលនៅពីក្រោយសកម្មភាពទាំងនោះប្រតិបត្តិការទាំងនេះបានបណ្ដាលឲ្យពលរដ្ឋអាមេរិកខាតបង់ប្រាក់រាប់សិបពាន់លានដុល្លារប្រសិនបើខ្ញុំត្រូវបានអនុម័តជ្រើសតាំងខ្ញុំនឹងធ្វើការជាមួយកម្ពុជានិងដៃគូក្នុងតំបន់ដើម្បីសម្រេចលទ្ធផលជាក់ស្ដែងកម្ពុជាមានឱកាសក្លាយជាដៃគូដែលកាន់តែសំខាន់មិនមែនជាចំណុចងាយរងគ្រោះផ្នែកយុទ្ធសាស្ត្រនោះទេខ្ញុំត្រៀមខ្លួនក្នុងការបំពេញតួនាទីនេះដោយគោរពដល់ពេលវេលារបស់គណៈកម្មាធិការខ្ញុំសូមបញ្ចប់សកម្មកម្មត្រឹមនេះនិងដាក់ជូនឯកសារដែលនៅសល់សម្រាប់កំណត់ត្រាផ្លូវការសូមអរគុណចំពោះឱកាសនេះខ្ញុំទន្ទឹងរង់ចាំឆ្លើយសំណួររបស់លោកអ្នក Thank you for this opportunity. I look forward to your questions. So we're going to now begin questions from the members. សូមអរគុណឥឡូវនេះខ្ញុំចាប់ផ្ដើមសំណួរពីសមាជិកគណៈកម្មាធិការខ្ញុំនឹងលើកពេលសួរសំណួររបស់ខ្ញុំសិនហើយសូមប្រគល់វេលានេះទៅសមាជិកព្រឹទ្ធសភាដែលនេះលោកប្រធាន McCormick សូមអរគុណលោក Anderson ដោយសារកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលលោក Trump និងអាស៊ានកាលពីឆ្នាំមុនយើងបានឃើញកិច្ចព្រមព្រៀងសន្តិភាពរវាងថៃនិងកម្ពុជាដែលបានបញ្ឈប់ការប៉ះទង្គិចដល់បង្ហូរឈាមនៅតាមព្រំដែនលោកក៏បានលើកឡើងពីចំណុចនេះក្នុងសក្ខីកម្មរបស់លោកផងដែរមើលទៅអនាគតតើលោកយល់ឃើញយ៉ាងដូចម្តេចចំពោះទូនីតិនៃភាពជាដៃគូនិងវេទិកាតំបន់ក្នុងការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតំបន់អាស៊ីអាគ្នេយ៍ព្រមទាំងស្ថិរភាពនៅក្នុងតំបន់ and regional stability across Southeast Asia. Thank you for that question, Senator, and thank you for the kind. សូមអរគុណចំពោះសំណួរនេះលោកសមាជិកព្រឹទ្ធសភានិងសូមអរគុណចំពោះការណែនាំដ៏កក់ក្ដៅខ្ញុំគិតថានេះគឺជាសំណួរដ៏សំខាន់ដែលមិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេប៉ុន្តែសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់ក៏កំពុងស្វែងរកចម្លើយដូចគ្នាជាក់ស្ដែងអាស៊ានគឺជាដៃគូក្នុងតំបន់ដ៏សំខាន់មួយហើយខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយនឹងឯកអគ្គរដ្ឋទូតគីមដើម្បីជំរុញអត្ថប្រយោជន៍ទាំងនោះប៉ុន្តែបើយើងក្រឡេកមើលគម្រោងផ្សេងៗដែលមាននៅក្នុងតំបន់ខ្ញុំគិតថាភាពជាដៃគូមេគង្គសហរដ្ឋអាមេរិកគឺជាផ្នែកមួយសំខាន់នេះគឺជាវេទិកាតំបន់មួយដែលលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងធនធានធម្មជាតិក្នុងចំណោមប្រទេសទាំង5នៅតំបន់មេគង្គយើងកំពុងឃើញកិច្ចសហការនេះរីកចម្រើននិងរួមបញ្ចូលគម្រោងរួមមួយចំនួនជាមួយប្រទេសជប៉ុនផងដែរខ្ញុំគិតថាការប្រើប្រាស់វេទិកានេះគឺជាឱកាសដ៏ល្អមួយក្នុងការជំរុញតំបន់និងទាញយកអត្ថប្រយោជន៍ពីសន្តិភាពនិយមដែលកំពុងតែមានស្រាប់ The optimism that is currently there. Earlier this year, the USS កាលពីដើមឆ្នាំនេះនាវាចម្បាំង USS Cincinnati របស់សហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពជើងទឹករៀមរបស់កម្ពុជាដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងយោធាទ្វេភាគីនិងបញ្ជាក់ឡើងវិញពីសិទ្ធិចូលប្រើប្រាស់កំពង់ផែនេះរបស់សហរដ្ឋអាមេរិកបន្ទាប់ពីការពង្រីកដែលទទួលការគាំទ្រពីប្រទេសចិនវាជាព្រឹត្តិការណ៍ដ៏មានសក្តានុពលមួយសម្រាប់ទំនាក់ទំនងយោធារវាងយើងជាមួយប្រទេសដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍លោក Anderson តែលោកមើលឃើញអនាគតនៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងសហរដ្ឋអាមេរិកនិងកម្ពុជាយ៉ាងដូចម្តេច Cambodia security cooperation. Again, thank you, sir, and I can't. សូមអរគុណលោកម្ដងទៀតខ្ញុំចង់បញ្ជាក់ថានេះក៏ជាសំណួរដែលសម្ព័ន្ធមិត្តរបស់យើងជាពិសេសបណ្ដាប្រទេស Five Eyes កំពុងសួរដូចគ្នាជាក់ស្ដែងលោកហ៊ុនម៉ាណែតបាននិយាយថាមូលដ្ឋានទ័ពជើងទឹករៀមបើកទូលាយដល់ប្រទេសជាមិត្តទាំងអស់ទោះជាយ៉ាងណាប្រទេសជាច្រើននៅជុំវិញពិភពលោកនៅតែមានចម្ងល់ថាតើរឿងនេះពិតប្រាកដឬយ៉ាងណាខ្ញុំគិតថាជំហានដំបូងដើម្បីឆ្លើយទៅនឹងសំណួរនេះគឺការចូលរួមដោយផ្ទាល់នោះគឺការពង្រឹងកិច្ចសន្ទនាជាមួយរដ្ឋាភិបាលនិងស្វែងរកវិធីអភិវឌ្ឍភាព
ជាដៃគូទាំងនេះទៅតាមជំហាននិងដោយប្រុងប្រយ័ត្នស្របពេលដែលយើងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងកម្ពុជានិយាយម្យ៉ាងទៀតគឺយើងត្រូវធ្វើអ្វីៗរីកចម្រើនទៅមុខជាមួយគ្នាមិនមែនគ្រាន់តែវិនិយោគហើយសង្ឃឹមថានឹងមានការផ្លាស់ប្ដូរនៅពេលក្រោយនោះទេ together, not just pushing an investment and then hoping for change on the back end. U.S. investment in Cambodia ការវិនិយោគរបស់អាមេរិកនៅកម្ពុជានៅមានកម្រិតនៅឡើយជាពិសេសបើប្រៀបធៀបជាមួយប្រទេសជិតខាងដូចជាវៀតណាមនិងថៃទំនាក់ទំនងសេដ្ឋកិច្ចជាកត្តាសំខាន់មួយក្នុងការជំរុញទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍ប៉ុន្តែរហូតមកដល់ពេលនេះយើងមិនទាន់ទទួលបានជោគជ័យធំដុំណាមួយនៅកម្ពុជានៅឡើយទេលោក Anderson តើលោកអាចបញ្យល់បន្ថែមបានទេថាហេតុអ្វីបានជាបរិយាកាសវិនិយោគនៅកម្ពុជាមានការលំបាកជាប្រវត្តិសាស្ត្រហើយតើលោកនឹងធ្វើដំណេចដើម្បីទាក់ទាញការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកកាន់តែច្រើនមកកាន់ប្រទេសនេះ U.S. business investment into the country. Yes, thank you, sir. សូមអរគុណលោកប្រសិនបើខ្ញុំត្រូវបានតែងតាំងអតិភិបចម្បងរបស់ខ្ញុំនឹងផ្ដោតទៅលើការបង្ក្រាបទីតាំងបោកប្រាស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខព្រមទាំងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្នែកសេដ្ឋកិច្ចដែលលោកបានលើកឡើងគឺស្ថិតនៅក្នុងអតិភិបទី2នោះហើយក្នុងរយៈពេលជាច្រើនឆ្នាំនៃការងាររបស់ខ្ញុំបានកត់សម្គាល់ឃើញថាមិនថារដ្ឋាភិបាលឬក៏វិស័យឯកជនទេសុទ្ធតែចង់បានស្ថិរភាពនិងភាពអាចព្យាករបានជាប្រវត្តិសាស្ត្រកម្ពុជាមិនទាន់មានលក្ខណៈបែបនោះនៅឡើយទេនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈទំនាក់ទំនងរវាងរដ្ឋាភិបាលអាមេរិកនិងរដ្ឋាភិបាលកម្ពុជាដែលបានប្រែប្រួលឡើងចុះជាច្រើនឆ្នាំមកហើយគោលដៅគឺធ្វើការរួមគ្នាជាមួយកម្ពុជាតាមរយៈការចូលរួមដោយផ្ទាល់ដើម្បីបង្កើតទស្សនវិស័យដែលមានភាពច្បាស់លាស់សម្រាប់អនាគតហើយប្រើប្រាស់គោលនយោបាយមួយចំនួនដែលប្រធានាធិបតី Trump ទើបបានអនុវត្តនាពេលថ្មីៗនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកិច្ចព្រមព្រៀងបើកផ្លូវអាកាសនិងកិច្ចព្រមព្រៀងផ្សេងៗទៀតគឺជាឧបករណ៍សម្រាប់ជំរុញនិងលើកទឹកចិត្តមិនត្រឹមតែការវិនិយោគរបស់អាមេរិកប៉ុណ្ណោះទេប៉ុន្តែថែមទាំងការវិនិយោគសកលនៅកម្ពុជាផងដែរ global investment into Cambodia. Mr. Anderson, in your remarks to លោក Anderson នៅក្នុងការឆ្លើយតបទៅកាន់សមាជិកព្រឹទ្ធសភា Dennis លោកបានលើកឡើងថាអត្ថប្រយោជន៍ទី1របស់លោកគឺការបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់នៅកម្ពុជាខ្ញុំក៏រីករាយដែរដែលបានលើកដូចនេះទីតាំងបោកប្រាស់ទាំងនេះដែលត្រូវគេស្គាល់ថាជាប្រតិបត្តិការបោកប្រាស់បែបសម្លាប់ជ្រូកទាក់ទាញជនរងគ្រោះឲ្យដាក់ប្រាក់ចូលទៅក្នុងគម្រោងវិនិយោគខ្លាំងៗនិងផែនការឆបោកផ្សេងៗគេប៉ាន់ប្រមាណថាកាលពីឆ្នាំមុនប្រតិបត្តិការទាំងនេះបានធ្វើឲ្យពលរដ្ឋអាមេរិកខាតបង់ប្រាក់ប្រមាណ$10,000 លានបំផ្លាញជីវភាពរស់នៅប្រាក់សន្សំនិងមូលនិធិសម្រាប់ចូលនិវត្តន៍របស់ពួកគេបញ្ហានេះក៏ពាក់ព័ន្ធនឹងមនុស្សដែលត្រូវបានបង្ខំឲ្យធ្វើការនៅទីតាំងឆបោកទាំងនោះផងដែរមនុស្សជាច្រើនក៏ជាជនរងគ្រោះដែលត្រូវបានបង្ខំឲ្យធ្វើការក្រោមលក្ខខណ្ឌឃោឃៅនិងអាក្រក់បំផុតរដ្ឋាភិបាលកម្ពុជាបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ក្រាបទីតាំងឆបោកទាំងនេះហើយជាការពិតអាមេរិកក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរតាមរយៈការដាក់ទណ្ឌកម្មការរឹបអូសទ្រព្យសម្បត្តិនិងប្រតិបត្តិការអនុវត្តច្បាប់ប៉ុន្តែទីតាំងឆបោកនៅតែបន្តលេចឡើងជាបន្តបន្ទាប់ប្រសិនបើលោកត្រូវបានអនុម័តតើលោកនឹងធ្វើការជាមួយក្រុមភ្នំពេញយ៉ាងដូចម្តេចដើម្បីបន្តបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់ទាំងនេះឲ្យកាន់តែមានប្រសិទ្ធភាពដោយលោកកំណត់ជាអត្ថប្រយោជន៍ទី1តើលោកមានគម្រោងដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច tell me, how do you think you're going to tackle it? Yes, thank you, Senator. សូមអរគុណលោកសមាជិកប្រសិទ្ធិជាក់ស្ដែងវាចាប់ផ្ដើមពីសុទ្ធិនិយមនិងទំនាក់ទំនងដែលត្រូវបានកសាងឡើងក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះជាមួយលោកហ៊ុនម៉ាណែតជំហានដំបូងគឺការពិភាក្សាដោយផ្អែកលើការយល់ឃើញជាក់ស្ដែងអំពីស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងទីតាំងឆបោកទាំងនោះនិងការយល់ឃើញរបស់លោកហ៊ុនម៉ាណែតចំពោះអ្វីដែលត្រូវធ្វើបន្តទៀតតាមរយៈទំនាក់ទំនងរវាងប្រទេសទាំងពីរជាក់ស្ដែងយើងបានឃើញលោកប្រធានាធិបតី Trump អនុវត្តវិធានការជាច្រើនក្នុងរយៈពេល1ឆ្នាំចុងក្រោយនេះរួមទាំងបទបញ្ជាប្រតិបត្តិការិយាល័យការបរទេសបានចាត់វិធានការលើបញ្ហាជាច្រើនហើយយើងបានរឹបអូសទ្រព្យសម្បត្តិជាទម្រង់ Bitcoin ដែលមានតម្លៃលើសពី$1,000 លានលើសពីនេះគណៈកម្មាធិការនេះបានអនុម័តសេចក្តីព្រាងច្បាប់ Scam Act មុននឹងបញ្ជូនទៅព្រឹទ្ធសភាច្បាប់នេះគឺជាឧបករណ៍ដ៏សំខាន់មិនត្រឹមតែសម្រាប់លើកយកបញ្ហាមកពិភាក្សានោះទេប៉ុន្តែថែមទាំងសម្រាប់កំណត់រកមធ្យោបាយថ្មីៗផ្សេងទៀតដែលយើងអាចយកមកប្រើប្រាស់បានដើម្បីឆ្លើយសំណួររបស់លោកឲ្យត្រង់ទៅត្រង់មកវានឹងត្រូវការសកម្មភាពដោយផ្ទាល់នៅនឹងកន្លែងការចុះទៅធ្វើការជាក់ស្ដែងការបង្កើតក្រុមការងារចម្រុះនិងការសហការជាមួយស្ថាប័នជាច្រើនគ្មានស្ថាប័នណាមួយមានមធ្យោបាយគ្រប់គ្រាន់ទាំងអស់នោះទេដូច្នេះវានឹងត្រូវការការចូលរួមពីក្រសួងការបរទេសក្រសួងយុតិធម៌ក្រសួងការពារជាតិនិងសម្ព័ន្ធមិត្តក្នុងតំបន់របស់យើងដើម្បីប្រយុទ្ធប្រឆាំងទីតាំងឆបោកទាំងនោះខ្ញុំជឿថាប្រសិនបើយើងអាចបង្ក្រាបនិងលុបបំបាត់ទីតាំងឆបោកបាននោះយើងក៏នឹងអាចដោះស្រាយបញ្ហាផ្សេងៗជាច្រើនទៀតបានដែរវានឹងកាត់បន្ថយតម្រូវការដែលជំរុញឲ្យ
ដោយមានការជួញដូរមនុស្សជាការពិតវានឹងមិនអាចដោះស្រាយបញ្ហាជួញដូរមនុស្សបានទាំងស្រុងនោះទេប៉ុន្តែវានឹងកាត់បន្ថយតម្រូវការនោះហើយបន្តមកយើងអាចបន្តធ្វើការលើទស្សនវិជ្ជាវិជ្ជមានផ្សេងទៀត And then we can start to work on beneficial aspects from there. Mr. Anderson, we talked about Chinese. លោក Anderson យើងបានពិភាក្សាអំពីការពង្រីកឥទ្ធិពលនិងអាកប្បកិរិយាឈ្លានពានរបស់ចិនរួចមកហើយប្រសិនបើលោកត្រូវបានអនុម័តតើលោករំពឹងថានឹងធ្វើការជាមួយថ្នាក់ដឹកនាំកម្ពុជាយ៉ាងដូចម្តេចដើម្បីការពារឯករាជ្យភាពរបស់កម្ពុជានិងធានាថាមូលដ្ឋានទ័ពជើងទឹករៀមនឹងមិនក្លាយជាវេទិកាសម្រាប់ពង្រីកអំណាចយោធារបស់ចិននៅក្នុងតំបន់ Indo-Pacific Expanding China's military power in the Indo-Pacific. Yes, thank you, Senator. សូមអរគុណលោកសមាជិកប្រសិទ្ធិនេះគឺជាសំណួរដ៏សំខាន់បំផុតមួយបញ្ហានេះអាចត្រូវបានពិចារណាពីស្ទើរតែគ្រប់វិស័យនៃទំនាក់ទំនងជាមួយកម្ពុជាមិនថាជាបញ្ហាទីតាំងឆបោកសកម្មភាពសេដ្ឋកិច្ចកិច្ចសហប្រតិបត្តិការសន្តិសុខឬក៏ភាពជាដៃគូក្នុងតំបន់ដែលពាក់ព័ន្ធទៅនឹងទួនាទីដ៏សំខាន់របស់អាស៊ាននៅក្នុងតំបន់លើសពីនេះវានឹងពឹងផ្អែកទៅលើកិច្ចពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋាភិបាលកម្ពុជាប្រសិនបើខ្ញុំត្រូវបានអនុម័តខ្ញុំនឹងត្រូវអង្គុយពិភាក្សាដោយត្រង់ទៅត្រង់មកអំពីស្ថានភាពពិតនៃមូលដ្ឋានទ័ពជើងទឹករៀមហើយប្រសិនបើមូលដ្ឋាននេះពិតជាបើកទូលាយដល់ប្រទេសជាមិត្តទាំងអស់ដោយដែលលោកហ៊ុនម៉ាណែតបាននិយាយមែននោះខ្ញុំគិតថាវាគួរតែមានការពិចារណាលើលទ្ធភាពនៃការបង្កើនចំនួនដំណើរទស្សនកិច្ចប្រចាំឆ្នាំរបស់នាវាចម្បាំងអាមេរិកលើកពីនេះដោយតែខ្ញុំបានលើកឡើងពីមុនប្រសិនបើយើងឃើញមានវឌ្ឍនភាពក្នុងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងកម្ពុជានោះមានន័យថាយើងអាចស្វែងរកមធ្យោបាយនិងវិធីសាស្ត្រថ្មីៗបន្ថែមទៀតប្រសិនបើខ្ញុំត្រូវបានអនុម័តខ្ញុំមិនត្រឹមតែរីករាយនៅក្នុងការធ្វើកិច្ចការប៉ុណ្ណោះទេដោយសារតែខ្ញុំធ្លាប់បម្រើការនៅក្នុងស្ថាប័ននេះខ្ញុំនឹងសហការជាមួយនឹងគណៈកម្មាធិការដើម្បីកំណត់ថាតើយើងអាចជំរុញកិច្ចការអ្វីខ្លះទៅមុខបាន To really identify what we can advance. Let's go. The new Forge territory.